ពុទ្ធបដិមាដែលពុទ្ធបរិស័ទបានមានសិទ្ធិជ្រះថ្លាហើយបានយកមកតម្កល់នៅហ្នឹងវាបង្កើតបានជាទិដ្ឋភាពមិនត្រឹមតែជាភ្នំសម្រស់បែបធម្មជាតិតែមានការច្នៃប្រឌិតបន្ថែមតាមរយៈសំណង់សាសនាចឹងហើយវាក៏ធ្វើឲ្យទីកន្លែងមួយនេះដែលធ្លាប់តែជាកន្លែងស្ងប់ស្ងាត់คล้ายទៅជាទីកន្លែងមួយដែលគួរជាទីសប្បាយរីករាយយើងអាចគយគន់ទាំងសម្រស់ធម្មជាតិហើយយើងអាចគយគន់ទាំងសំណង់បែបសាសនាដែលត្រូវបានកសាងឡើងដោយសទ្ធារបស់ពុទ្ធបរិស័ទជំនឿរបស់ពុទ្ធបរិស័ទទៅទីកសាងផ្កាយយើងមកដល់យើងត្រូវទៅថ្វាយអង្គមឬក៏គោរពបូជាបងពេលដែលយើងដើរមកដល់កន្លែងដែលជឿថាមានជំនឿរបស់ពុទ្ធបរិស័ទមានជំនឿបារមីបងបត់អីចឹងទៅយើងអាចធ្វើអ្វីឲ្យគេឲ្យរហូតតាមចិត្តយើងបានទេដោយសារតែរបស់ជាគ្រប់បូជាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពនរាយជាតិកាំងស្កាអូខេជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាឥឡូវក្នុងវីដេអូនេះខ្ញុំបានធ្វើដំណើរមកដល់បរិវេណនៃវត្តព្រះក្រាបហើយយើងទៅដើរមើលបរិវេណវត្តព្រះក្រាបថាតើមានអ្វីប្លែកដែលខ្ញុំអាចចែកជូនបងប្អូនទស្សនាបានយើងទៅមើលទាំងអស់គ្នាបាទយើងទៅឲ្យទុកក្នុងពហិកាន់
ធីនៃរូបតំណាងទេបងប្អូនមិនមែនជារូបបុរាណទេគ្រាន់តែអ្នកមានសទ្ធាគេមកធ្វើអង្គថ្ងៃនេះអណ្ដើកក្នុងព្រហ្មញ្ញសាសនាអណ្ដើកគេហៅអណ្ដើកគោរមៈជាអវតាររបស់ព្រះវិស្ណុអូនេះតែអ្នកជឿស្រះសបៈនៃវិតហ្នឹងបងស្រះហើយមាននេះអ្នកក្បាល9បើអ្នកក្នុងពុទ្ធសាសនាអ្នកក្បាល5ទេណាមិនលិនតែនេះថាអ្នកស្អីតាណានោះក្នុងព្រហ្មញ្ញសាសនាហើយបងប្អូនញាតិញោមគេមានជំនឿគេមកបន់ស្រន់បូជាអញ្ចឹងណាមានកន្លែងជាច្រើនដែលថាពុទ្ធបរិស័ទដែលមានជំនឿខាងទៅចាំងបារមីអីចឹងណាគេបន់ស្រន់បានសម្ដេចអញ្ចឹងទៅគេជួយចិត្តមកបន់ស្រន់គេមកលៀមអមន់អីចឹងទៅយើងឡើងមកលើបងប្អូនយើងមើលឃើញទស្សនភាពនៅខាងក្រោមស្រឡះល្វឹងល្វើយមកនោះហើយយើងទៅមើលកន្លែងមួយទៀតព្រោះនៅលើភ្នំក្រាបបង្ក្រានហ្នឹងគឺមានទេសភាពច្រើនណាស់បងយើងឃើញមានទីក្រុងសៀមរាបហើយអានោះបើយើងទៅមើលទៅក្រោមឃើញមានភ្នំបូកភ្នំក្រោមទន្លេសាបអញ្ចឹងណាតែនៅលើភ្នំហ្នឹងគឺបងប្អូនឃើញតែថ្មចាស់ហើយគេហៅវត្តព្រះក្រាលដោយសារតែថ្មហ្នឹងដូចជាក្រាលអញ្ចឹងតែមកដល់ឥឡូវនេះគឺវាគេហេកហូបច្រើនដោយសារវាសឹកឥឡូវយើងទៅមើលកន្លែងនោះអស់មានកន្លែងនោះមានអីពិសេសព្រះពុទ្ធបដិមាដែលពុទ្ធបរិស័ទបានមានសទ្ធាជ្រះថ្លាហើយបានយកមកតម្កល់នៅហ្នឹងវាបង្កើតបានជាទស្សនភាពមិនត្រឹមតែជាភ្នំសម្រស់បែបធម្មជាតិតែមានការច្នៃប្រឌិតបន្ថែមតាមរយៈ
សំណងសាសនាចឹងហើយវាក៏ធ្វើឲ្យទីកន្លែងមួយនេះដែលធ្លាប់តែជាកន្លែងស្ងប់ស្ងាត់คล้ายទៅជាទីកន្លែងមួយដែលគួរជាទីសบายរីកយើងអាចគយគន់ទាំងសម្រស់ធម្មជាតិហើយយើងអាចគយគន់ទាំងសំណង់បែបសាសនាដែលត្រូវបានកសាងឡើងដោយសទ្ធារបស់ពុទ្ធបរិស័ទទោះបីតែមានការកសាងទីកន្លែងផ្សេងបន្ថែមក៏ប៉ុន្តែទិដ្ឋភាពបែបធម្មជាតិគឺមិនត្រូវបានកែច្នៃធ្វើឲ្យបាត់បង់ទម្រង់ដើមទេទិដ្ឋភាពបែបធម្មជាតិគឺនៅតែបង្ហាញនៅសម្រស់ដ៏ស្រស់ត្រកាលបងប្អូនឃើញទេបើយើងមើលពីកន្លែងជ្រុងនេះយើងមើលទៅក្រោមយើងឃើញមានភ្នំបាទនេះនោះគឺភ្នំបូហើយបងប្អូនហើយក៏យើងមើលទៅក្រោមនោះទៀតគឺយើងឃើញមានភ្នំមួយទៀតហ្នឹងគេហៅភ្នំក្រោមហើយយើងមើលឃើញទឹកទន្លេសាបតែមើលក្នុងទូរស័ព្ទមិនទៅឃើញទេបងប្អូនតែបើយើងមើលផ្នែកផ្ទាល់យើងមើលឃើញអញ្ចឹងណានៅកន្លែងនេះគឺឃើញមានតក់សម្រាប់តាក់តាំងគ្រឿងសក្ការៈបូជាហើយក៏មានការពត់លូហានចូលហើយជាកន្លែងនេះគឺមានអ្វីពិសេសបាទតែយើងមើលមិនទៅដឹងទេយើងឃើញមានអក្សរគូអីច្រើនដែរតែថានេះគឺអក្សរក្រោយទេតែគ្រាន់ថាជាមានអីពីមុនមកអញ្ចឹងដែលជាកន្លែងពត់សីមាអីយ៉ាងចេះទៅគេហាមឲ្យយើងដើរចូលទុកជាទីស្វែងសក្ការៈបូជាហើយវាកន្លែងនេះគឺឆ្លាស់ល្អបងប្អូនឆ្លាស់ស្មើល្អខុសពីកន្លែងផ្សេងទៀតដែលមានដីគ្រឿមនេះគឺដំណាក់សម្ដេចព្រះរាជអាស្រមជំនឿដែលពុទ្ធបរិស័ទទៅនេះគេកសាងផ្កាយយើងមកដល់យើងត្រូវថ្វាយគុំឬក៏គោរពបូជាបងប្អូនពេលដែលយើងដើរមកដល់កន្លែងដែលជឿថាមានជំនឿរបស់ពុទ្ធបរិស័ទមានជំនឿបារមីបងបត់អីចឹងទៅយើងមិនអាចធ្វើអ្វីឲ្យរហូតតាមចិត្តយើងបានទេដោយសារតែតំបន់គេគោរពបូជាគឺប្រាំនៅក៏បដិមាព្រះគោព្រះកែវតែស្ថិតិជាការធ្វើក្រោយទៅបងប្អូនបញ្ជាក់ឡើងវិញណាមិនមែនរូបចាស់ពេកទេយើងមើលទៅឃើញស្ដាំនៅក្នុងកញ្ចក់គោពូកែវតាមបែបឥណ្ឌាចេតដី
បាទបងប្អូនប្រិយមិត្តអរគុណឥឡូវខ្ញុំដោយសារតែពេលវេលាយើងមករាំងថ្ងៃហើយក៏ដើរមែនទេពេលមិញហ្នឹងគឺដើរថតហ្នឹងគឺម៉ោង 2 ដុតម៉ោង 1ពេញក្តៅกันម្ដងហើយក៏មិនទៅបានគ្រប់ជ្រុងជ្រោយទេបងប្អូនមានឱកាសខ្ញុំ recommend បងប្អូនមកបើឡើងមកដល់ភ្នំកលែនអញជើញមកដល់កន្លែងនេះគឺទិដ្ឋភាពជាពិសេសគឺបងប្អូនអាចមកដល់ពេលព្រឹកហើយនឹងឬក៏បងប្អូនមកពេលល្ងាចណាទៅម៉ោង 3 ម៉ោង 4 នេះគឺមេឃចាប់ដើមត្រជាក់គឺយើងអាចមើលឃើញទិដ្ឋភាពរឹតតែស្រស់ស្អាតអញ្ចឹងក្នុងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានចូលមកទស្សនាសូមបងប្អូនជួយចុច like និង subscribe នៅ channel ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតអរគុណជម្រាបលាជួបគ្នាក្នុងវីដេអូបន្ទាប់